ในទាំងអស់គ្នាវិចិត្រករគំនូរធ្លុកកូនខ្មែរដ៏ពូកែម្នាក់នេះត្រៀមចេញស្នាដៃសៀវភៅ comic ថ្មីមួយក្នុងពេលឆាប់ៗនេះលោកកែវពិសិដ្ឋកើតនៅក្នុងឆ្នាំ1995នៅក្នុងទីក្រុងភ្នំពេញហើយបានប្តូរទៅរស់នៅខេត្តសៀមរាបក្នុងឆ្នាំ2010ដោយបានរៀនបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យអង្គរមុននឹងបន្តរៀនជំនាញផ្នែកគ្រប់គ្រងធុរកិច្ចត្រឹមឆ្នាំទី3ក៏បានបោះបង់ចោលហើយចាប់ផ្ដើមឈោងចាប់យកអាជីពជាវិចិត្រកររហូតមកដល់សប្តាហ៍នេះពិសិដ្ឋមានបេះដូងស្រឡាញ់សិល្បៈគំនូរតាំងពីក្មេងដោយមើលនិងរៀនតាមវិចិត្រករអាជីពដ៏ឆ្នើមមួយរូបគឺលោកកែវសុភាពដែលត្រូវជាឪពុករបស់ពិសិដ្ឋផ្ទាល់ហើយនៅពេលចូលដល់វ័យជំទង់ក៏ចាប់ផ្ដើមចាប់អារម្មណ៍ថាខ្លួនឯងចូលចិត្តសរសេររឿងផងដែរជាពិសេសរឿងកំ pl ែងហើយក៏បានច្របាច់បញ្ចូលរួមគ្នានៅចំណង់ចំណូលចិត្តទាំងពីរដើម្បីបានធ្វើការងារដែលជាក្តីស្រមៃរបស់ខ្លួនស្នាដៃមុនដំបូងរបស់ពិសិដ្ឋគឺជា web comic ខ្លីមួយដែលមានចំណងជើងថា Two Witches និយាយអំពីជីវិតនិងព្រឹត្តិការណ៍ប្លែកៗកើតឡើងរវាងថ្មពីរនាក់ហើយក៏ត្រូវបានបង្ហោះទៅលើ Webtoon កាលពីឆ្នាំ2017ក្រៅពីនេះពិសិដ្ឋក៏មានស្នាដៃមួយចំនួនផ្សេងទៀតរួមទាំងការងារធ្វើឲ្យអតិថិជននិងការងារសម្រាប់ទំព័រ comic ផ្ទាល់ខ្លួនមានឈ្មោះថាពិសិដ្ឋ Whatever ស្នាដៃនិពន្ធសៀវភៅប្រភេទ comic ថ្មីមួយរបស់ពិសិដ្ឋមានចំណងជើងថាគ្រួសារថិចបោះពុម្ពដោយគ្រឹះស្ថានអវតារនិយាយអំពីជីវិតគ្រួសារមួយដែលមានតែសម្បកខ្វះទំនាក់ទំនងស៊ីជម្រៅចិត្តកាយតែឆ្ងាយចិត្តដោយសារបច្ចេកវិទ្យាទំនើបនៅពាំងចំកណ្ដាលហើយស្នាដៃថ្មីមួយនេះនឹងត្រូវបានដាក់សម្ពោធលក់ជាផ្លូវការនៅថ្ងៃទី3ខែតុលាឆ្នាំ2025ចាប់ពីម៉ោង5ល្ងាចតទៅនៅឯវិទ្យាស្ថានបារាំងខាងមុខបណ្ណាល័យពហុឯកសារដូច្នេះនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកយើងទាំងអស់គ្នាចូលរួមគាំទ្រស្នាដៃរបស់កូនខ្មែរយើងសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចចូលទៅមើល caption ខាងលើឬចូលទៅកាន់ page ផ្លូវការរបស់គ្រឹះស្ថានបោះពុម្ពអវតារអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតAnd remember, be kind and stay curious.